សូមឲ្យគុំកាយមួយនេះជាផ្កាយសំណាងដល់ខ្ញុំក្នុងឆ្នាំថ្មីនេះចុះហើយមកពីណាហ្នឹងកូនអត់មាននៅផ្ទះជួយចងកូនបងឯងទៅអសោះហីកូននេះហាត់សមទូសំណងអីស្អាតចឹងម៉ាក់កូនពៅមួយឆ្នាំសុំស្ទៀវម្ដងសោះតែអ្នកដែលស្មោះជាងគេនៅបរិយាពេញហួរនេះគឺកូនពៅនេះហ្នឹងហើយស្មោះជាងគេម៉ែមានអីខ្ញុំជួយទៀតអត់មានតែកូនទៅបងមួយថ្ងៃរវល់តែស្ទៀវអញ្ចឹងតើបានរកកូនប្រសាឲ្យម៉ាក់មិនបានសោះមិនតន់ដល់គូផងបាននេះឃើញម៉ែរួចចុះឆាយាកូនក៏មិនតន់មានដូចគ្នាបាទប៉ុន្តែបើសិនជាកូនមានកូននឹងប្រាប់ប៉ាម៉ាក់មុនគេអូឲ្យតែប្រកាសទៅព្រះនាមកោរកៈទេវីជាបុត្រីទី2នៃកបិលមហាព្រំបានយាងចុះមកដល់ហើយទេធីតានេះស្អាតលើផ្កាយគឺខ្ញុំទៀតយើងនឹងឲ្យលេខសំណាងធំមួយតអ្នកនៅថ្ងៃស្អែកនេះជាសំណាងអីទៅមើលទៅគុំកាយនោះហើយបិទភ្នែករបស់អ្នកទៅបងប្រុសងើបឡើងទៅជួយទំហំម៉ាក់ស្អីនឹងពួកម៉ាក់ខ្ញុំមកលេងផ្ទះផងលឿនហ៎អ្នកស្រីនោះគឺខ្ញុំនឹកស្មានសោះថាលើលោកនឹងសម្បត្តិឲ្យខ្លាចជាការពិតបានកាយសំណាងរបស់ខ្ញុំគូព្រេងរបស់ខ្ញុំបានមកដល់ហើយកូនប្រសារបស់ម៉ាក់ខ្ញុំរកឃើញហើយម៉ាក់អើយពីមកតាអូយមកដល់តាចឹងតាបានលឺសំឡេងល្វើយជំរាបសួរអ្នកអូនបាទជំរាបសួរចាអូលើកដៃថ្វាយព្រះក្មួយចាលើកដៃថ្វាយព្រះខានជួបយូរឥឡូវធំសម្បើមតានេះមិនត្រឹមធំទេស្អាតទៀតផងនេះអេកូនមកណានេះនំគ្នាមកណាមកកូនសំណៃនំឲ្យស្គាល់បន្តិចណានេះអូននេះកូននេះមិត្តភក្តិម៉ាក់កាលពីនៅរៀនជាមួយគ្នានេះអូនណានេះកូនកន្លោះខ្ញុំទាំងពីរនាក់ហ្នឹងធំណាស់តានេះអូយមិនត្រឹមធំទេសង្ហាទៀតផងជំរាបសួរខ្ញុំឈ្មោះឆាយាជំរាបសួរខ្ញុំវិញឈ្មោះឆាយុទ្ធសុំទោសតែយើងរៀបចំស្អាតម៉េះមានគោមហើយមានផ្កាយទៀតគ្រួសារខ្ញុំធ្វើតែអញ្ចឹងរាល់ឆ្នាំមកព្រោះគោមនេះតំណាងឲ្យសិរីសួស្តីនិងសំណាងល្អជាពិសេសជាពររបស់ទេវតាដល់មនុស្សគ្រប់គ្នាឲ្យមនុស្សគ្រប់គ្នាមានរាសីក្នុងឆ្នាំថ្មីតែនេះម៉ូតនេះស្អាតគ្រាន់តែឃើញចង់រស់នៅក្នុងបរិយាពេញហួតដែរគ្រាន់តែឃើញភ្លាមស្លាញ់ភ្លាម
ខ្ញុំក៏ដូចគ្នាឃើញភ្លាមចាប់អារម្មណ៍ផ្លែតជាពិសេសចង់រស់នៅក្នុងបេះដូងអ្នកនិយាយនោះហ្មង ការនេះខ្ញុំអ្នកធ្វើផ្ទាល់ដៃដោយសារតែផ្ការំដួលនេះគឺជាផ្កាតំណាងឲ្យប្រទេសកម្ពុជាស្រស់ស្អាតទន់ភ្លន់ដូចនារីខ្មែរយើងអញ្ចឹង ទុនភ្លុនស្អាតដូចអ្នកនិយាយចឹង